សួរលោកគ្រូនិងសួស្តីមកទាំងគ្នាតែដែរខ្ញុំនឹងបង្ហាញពី lecture note ទី2គឺទី1គឺការបង្កើត hidden file hidden file ភាគច្រើនរបស់យើងគឺចាប់ដើមនៅ dot ឧទាហរណ៍យើងបង្កើត hidden file មួយ cd ទៅកាន់យើងតែមួយតមកយើង cd ទៅកាន់តែអូខេយើងអាច touch dot hidden file dot txt អូខេអញ្ចឹងយើងអាចសាក ls យើងអត់ឃើញអីតើយើង ls la មិនវាបង្ហាញ hidden file របស់យើងមានទាំងអស់3 file អូខេយើងក៏អាចបង្កើត hidden directory ដូចគ្នាដែរយើងអាចអូខេ dir dot hidden directory អូខេអត់មាន ls la អូខេចំណុចបន្ទាប់គឺយើងបង្កើត directory parent directory ឧទាហរណ៍យើងអាច mkdir.abc អានឹងយើងអាចបង្កើត directory មួយបើយើងបង្កើតហើយបើយើងចង់បង្កើតច្រើន directory 1.2 3អូខេអញ្ចឹងយើងអាច ls អញ្ចឹងយើងបានបង្កើត3 directory ចំណុចមួយទៀតគឺយើងប្រើ vi សម្រាប់សរសេរអីផ្សេងនៅលើ file ហើយយើងអាចប្រើ i សម្រាប់ insert before cursor យើងអាចសាកតេស្តមួយគឺ touch abc.txt តោះយើងអាច abc.txt យើងប្រើ i សម្រាប់ insert before cursor យើងអាចប្រើ a តោះមកយើង escape a after cursor មានន័យថាបន្ទាប់ i មុន cursor a បន្ទាប់យើង escape dd យើងសម្រាប់លុបបន្លាញយើងអាចសរសេរផ្សេងមែនឡាញនេះហោះអញ្ចឹងយើងអាច escape d 10 d ឬក៏ចុចពី w មាន save q មានតែ quick ឬក៏យើងអាចx ក៏បានដែរវាស្មើនឹង wq បើសិនជាយើងអត់ចង់ save ទេយើងអាច q សញ្ញាទៀតអូខេអញ្ចឹង cat abc.txt របស់យើងគឺអត់ save ទេអូខេ
ទៀតគឺ remove ដែលយើង remove abc.txt yes អូខេក៏យើង remove abc.txt ចឹងយើងអាច remove abc.txt អាហ្នឹងមានន័យថាវាបង្ហាញ message តែវា remove ដូចគ្នាយើងអាចប្រើ unlink ក៏បានដែរ unlink ក៏ដូចជា remove ដែរdirectory and om or abc just ឬក៏ empty directory យើងអាច remove om dir ទៅមក my dir 1 អូខេបាត់តិចគ្នាហើយយើងក៏អាច remove ឈ្មោះ directory ពីដល់3ឬក៏1ដល់2 3ក៏បានដែរតមក comment ទី2តcomment បន្តគឺ copy យើងអាចធ្វើការ touch source.txt មួយដើម្បីយើងធ្វើការ copy ពី source កាន់តែcannot create original file make okay ចឹងយើងអាចប្រើ comment ថយយើងធ្វើការ touch my file txt មកយើងធ្វើការ copy my file .txt ទៅកាន់ dash បានក៏យើង copy ប៉ុន្តែសម្រាប់ឈ្មោះយើង new .txt អូខេអាច ls/dash មក cd yes អូខេយើងនឹងឃើញបើសម្រាប់ការ copy directory យើងអាច copy cd ទៅកាន់ previous វិញអូខេយើង ls វាអាចធ្វើការ copy or directory យើង my dir 2ទៅកាន់ dash គេយើងអាច copy directory ក៏បានដែរទៅកាន់ dashមួយទៀតគឺការ practice ទៅលើ soft link and hard link
Chân dươngដូចតែបានដឹងគឺ file ទាំងអស់គឺមាន inode SARAI ចឹងនឹងវានឹងបង្ហាញលេខចំនួន inode ទាំងអស់សម្រាប់head link គឺដូចជា mirror file អញ្ចឹងវានឹងនៅពេលដែលយើងប្រើ head link វាមាន inode តែមួយហើយខ្សែដូចគ្នាចឹងឧទាហរណ៍របស់យើងគឺ myfile.txt យើងអាច link ទៅកាន់ myfile.txt តមក head link របស់យើងដាក់head link.txt ដូចគ្នាដែរអូខេអញ្ចឹងមានន័យថាយើងអាចតេស្តទៅលើ inode របស់វាអូខេ my head link.txt inode 262 168 សម្រាប់ myfile.txt ក៏មាន inode ដូចគ្នាដែរអញ្ចឹងដោយសារ file នេះយើងទៅបង្កើតមុនហើយប៉ុន្តែមកវាគឺដូចនឹង myfile.txt ដែរអញ្ចឹងនៅពេលដែលយើងធ្វើការ pin ទៅលើ myfile.txt ពីbên install myfile.txt myfile.txt គេធ្វើការ insert អូខេយើង escape wq មកយើងinode ពេលវាsize របស់វា 48 head link របស់យើងក៏ 48 នេះគ្នាឲ្យចំណែក soft link វិញ soft link គឺប្រៀបបានដូចជា shortcut នៅលើ Windows ដូចគ្នាវាមានលេខ inode ផ្សេងហើយសម្រាប់file size របស់វាគឺស្ថិតនៅវាថេរដែរទៅពេលដែល file មួយទៀតផ្លាស់ប្ដូរវាអត់ផ្លាស់ប្ដូរហើយយើងបង្កើត myfile.txt នេះទៅដែរហើយយើងតេស្ត soft link យើងថា soft link myfile.txt soft link.txt ហើយយើងតេស្តទៅលើ inode របស់យើងគឺកន្លែងនេះ soft link file size វាតែ10ទេហើយកន្លែងនេះមានថាវា link soft link វា link ទៅ myfile.txt ហើយចំណែកឯ inode របស់វាគឺ21.21 head link គឺ262.168ដូចគ្នាដែរដូចជា myfile ដែរអញ្ចឹងយើងអាចធ្វើការ remove shortcut soft link គឺអត់មានបញ្ហាទេតែបើយើង remove file.txt នោះsoft link គឺអត់កើតទេ yes អញ្ចឹងនៅពេលដែលយើង soft link របស់យើងអូខេយើង cat soft link.txt អញ្ចឹងយើងមើល soft link របស់យើងអត់កើត
ហើយថ្ងៃនេះដែរវីដេអូរបស់យើងគឺមានតែប៉ុណ្ណឹងសូមអរគុណលោកគ្រូនិងអរគុណមិត្តភក្តិទាំងអស់